ដោយដែលបានសន្យាខ្ញុំនឹងនិយាយពីបច្ចេកទេសខ្លះសម្រាប់អ្នកដែលគាត់ទៅចាប់ផ្ដើមធ្វើ dual investment ហើយខ្ញុំក៏ជាអ្នកដែលទៅហ៊ានបាន tip ទាំងអស់នឹងបន្ថែមតាមក្រោយដែរអញ្ចឹងវីដេអូនេះខ្ញុំនឹងធ្វើជាលក្ខណៈខ្លីៗ tip ទី1ទី2អញ្ចឹងទៅព្រោះថ្ងៃក្រោយប្រហែលជាខ្ញុំបានហ៊ានបច្ចេកទេសអីឬមួយក៏ tip អីថ្មីអាចចែកម្លែកនៅក្នុងជាវីដេអូខ្លីៗអញ្ចឹងណាអ្នកទាំងអស់គ្នា ចឹងនេះគឺជា dashboard dual investment ដែលខ្ញុំធ្លាប់បង្ហាញអ្នកនរគ្នាវីដេអូពីមុនមកសម្រាប់អ្នកដែលគាត់អត់ចេះធ្វើ dual investment ទេគឺគាត់អាចទៅមើលវីដេអូដែលខ្ញុំដាក់នៅក្នុង link ឬមួយក៏មើលខាងលើនេះក៏បានដែរទី1គឺអ្នកនរគ្នាគួរតែ subscribe dual investment ណាដែលមានរយៈពេលខ្លីៗចឹងណាអ្នកទាំងអស់គ្នាចឹងបើអ្នកទាំងនេះ scroll មើលក្នុង exchange គេមានអ្នកទាំងគ្នាមាន less than 7 day តិចជាង7ថ្ងៃឬក៏ចន្លោះពី7ទៅ14ថ្ងៃ14ទៅ30ថ្ងៃឬមួយក៏លើស30ថ្ងៃទៀតឥឡូវខ្ញុំសាកចុចលើ30ថ្ងៃមើលអានេះមានរហូតដល់36ថ្ងៃអ្នកទាំងគ្នាមានរហូតដល់92ថ្ងៃទៀតយូរខ្លាំងមែនតើអ្នកទាំងគ្នាវាហានិភ័យចាស់បើយើង subscribe យូរអញ្ចឹងណាលុយយើងគឺនឹងជាប់នៅក្នុងហ្នឹង92ថ្ងៃហ្មងអញ្ចឹងឧទាហរណ៍ថាឥឡូវយើងចង់ sell high ស្រាប់តែពេលហើយយើងដាក់តម្លៃប៉ុណ្ណឹងហើយតែដល់ពេលតម្លៃ market ជាក់ស្ដែងវាលោតលើសនឹងឆ្ងាយទៅអញ្ចឹងយើងមិនបាត់opportunity ដែលយើងអាច sell high បានភ្លាមពេលហ្នឹងអញ្ចឹងហើយបានគេអត់ recommend ឲ្យយើង lock term period នេះយូរពេកទេអីដែល recommend ហ្នឹងគឺចន្លោះពី less than 7 day តិចជាង7ថ្ងៃអីគឺល្អអ្នកនរគ្នាជាធម្មតាអីគឺខ្ញុំដាក់ខ្លួនឯងហ្នឹងត្រឹមតែមួយថ្ងៃឬក៏2ថ្ងៃអីទេអ្នកនរគ្នាព្រោះតម្លៃវាអាចវាតម្លៃ coin អ្នកនរគ្នាដឹងហើយថាវា fluctuate ខ្លាំងហ្មងគឺឡើងចុះខ្លាំងហ្មងអញ្ចឹងវាអត់សូវច្បាស់ដែរអញ្ចឹងណាយើងដាក់យូរថ្ងៃវាអាចឡើងផុតហ្នឹងឬមួយក៏លុតផុតហ្នឹងយើងវាបាត់opportunity ហ្នឹងមួយថ្ងៃ2ថ្ងៃឬមួយក៏3ថ្ងៃអីគឺល្មមហើយអ្នកនរគ្នាអញ្ចឹងឧទាហរណ៍ដូចឥឡូវ coin buy low អ្នកនរគ្នា ETH នេះគឺតម្លៃ2931ហើយធំ one day អ្នកនរគ្នាឃើញ2900ហើយនឹង2800អញ្ចឹងone day នេះគេមានតែ2 option ហ្នឹងឯងអញ្ចឹងពេលខ្លះខ្ញុំគិតថាដូចរៀង2 option នេះវារៀងតិចដែរយើងចង់ទិញអាណាឲ្យវារៀងអាចទៀបជាងហ្នឹងព្រោះ buy low យើងព្យាយាមទិញតម្លៃដែលថោកបំផុតតាមតែអាចធ្វើបានអញ្ចឹងណាចឹងពេលខ្លះខ្ញុំចូលមើល day to day នឹងដែរថាវាមានច្រើន option អត់ចឹងប្រកាសហើយអ្នកនរគ្នានេះគេមាន option ច្រើនជាងមុនមានរហូតដល់2700អញ្ចឹងខ្ញុំអាចគិតថាបើសិនជាដាក់2700ទៅហើយតម្លៃធ្លាក់ដល់ប៉ុណ្ណឹងវាល្អដែរសម្រាប់យើងព្រោះយើងទិញបានថោកហើយយើង lock ត្រឹម2ថ្ងៃអីវាអត់សូវអីដែរអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងនេះគឺជា tip ទី1សម្រាប់ dual investment គឺកុំដាក់ term ហ្នឹងយូរពេកអ្នកនរគ្នាធំ less than 7 day ហ្នឹងគឺល្អបំផុតហើយ